Ok, chúng mình xuống cái này dương và mà căn trên này thuộc bọn nhóm sai tham ấy chứ ngày nay cái nhóm mà thôi ô và anh cái này dương tích đại mình bóng ôn những con xua đại tham ấy nè con xua ở nhóm prap pi được biaក្នុងការadd link card ចូលទៅក្នុង PayPal អញ្ចឹងវីដេអូមួយនេះខ្ញុំស្រាប់តែអ្នកថ្មីអញ្ចឹងណាតែបើបងប្អូនគាត់ចាស់ៗហើយគាត់អាចធ្វើការអុំលងបានដើម្បី add បានគឺយើងអាចចូលទៅbrowser Chrome ក៏បានអាពីរនេះបាទអាកម្មវិធី Chrome នេះក៏បានហើយនឹងកម្មវិធី PayPal ក៏បានដែរតែខ្ញុំពិចារណាខ្ញុំប្រើកម្មវិធី PayPal អញ្ចឹងចំពោះគ្នាដែលថ្មីបើសិនជាយើងចង់ add link card ចូលទៅក្នុង PayPal បងប្អូនត្រូវតែមានលុយក្នុង Visa card នឹងចន្លោះពី$1.9ទៅ$2ដែរដើម្បីនៅពេលដែលយើងភ្ជាប់គឺវានឹងកាត់យើងចំនួន$1ឬក៏$1.95អីហ្នឹងឯងណាបាទជាទូទៅវាតាមកាតវាអាចនឹងប៉ុណ្ណឹងអូខេអញ្ចឹងដើម្បី add link card បានបងប្អូនចូលមកក្នុង PayPal ហើយគ្នាយើងអូសមកក្រោមតិចគ្នាយើងខលទៀតឃើញនេះកន្លែងរូបកាបូបលុយនៅខាងក្រៅអុំខាងស្ដាំដៃហ្នឹងបន្តទៀតគ្នាយើងមកមើលខាងលើគេនេះវិញបាទនៅពេលបញ្ចេញតម្រងអញ្ចឹងបើសិនជាយើងអត់ភ្ជាប់ Visa card ទេបងប្អូនមកមើលហើយនេះគេថាបេងកន្លែងបេង add card អញ្ចឹងគ្នាយើងចុចកន្លែង add new នេះមក add new នេះចុចលេខនេះមកហើយចាប់ព្រួយនេះមកអូខេបងប្អូនចុចលេខចាប់ព្រួយនេះហើយបងប្អូននឹងឃើញខាងក្រោមនេះខាងក្រោមវាមាន2ខាងលើបេងខាងក្រោមនេះគេដាក់ថាខ្ញុំអត់សាច់អានអង់គ្លេសគ្នាយើងយកខាងក្រោមមកនេះខាងក្រោមគេនេះបាទបងប្អូនយកខាងក្រោមគេនឹងមកអូខេបងប្អូនជួយយកខាងក្រោមនឹងមកបន្តទៀតបងប្អូនអាចយកខាងលើក៏បានយើងចង់ថតកាតយើងក៏បានដែរតែខ្ញុំ recommend បងប្អូនយកខាងក្រោមមកបាទយកខាងក្រោមនេះមកបាទយកខាងក្រោមនឹងមកតែយើងវាយលេខកូដ PayPal ចូលទៅមកនេះបាទអូខេវាយលេខកូដ PayPal ចូលមកហើយមកដល់កន្លែងនេះគ្នាយើងគាត់จะឃើញហើយកន្លែងនេះវាឲ្យយើងដាក់ចំនួនលេខកាតអញ្ចឹងបងប្អូនបង្កើត Visa card ហើយបងប្អូនខ្ញុំ recommend បងប្អូនបង្កើត Visa card ដាក់នេះកាតសិប្បនិមិត្តទៅណាអ្នកគ្នាបានមិនយើងដាក់ Visa card រឹងទេបាទដាក់កាតសិប្បនិមិត្តទៅក៏បានដែរអញ្ចឹងណាក៏យើងអាចដកលុយបានដែរអូខេអញ្ចឹងខាងលើនេះគឺចំនួនលេខកាតហើយលេខកាតរបស់យើងទៅហ្វាយឲ្យត្រឹមត្រូវមកបាទទៅតាមកាតដែលនៅលើទូរស័ព្ទដៃបងប្អូននេះខ្ញុំឧទាហរណ៍ទេខ្ញុំអត់បានបញ្ចូលទេអញ្ចឹងណាបងប្អូនវាយលេខកូដលេខកាតចូលឲ្យពេញគ្រប់មកដូចជាប្រហែល14ខ្ទង់ឬ16ខ្ទង់ហ្នឹងគ្នាលេខកាតហ្នឹងណាបាទហើយបន្តទៀតកន្លែងនេះគឺចំនួនខែផុតកណត់អញ្ចឹង Visa card វាមានចំនួនខែកណត់របស់គេអញ្ចឹងណាបាទអញ្ចឹងបងប្អូនដាក់មកអាខាងមុខហ្នឹងគឺខែហើយខាងក្រោយនោះគឺឆ្នាំបាទកន្លែងវាយពីដើមហ្នឹងគឺឆ្នាំអ្នកនរគ្នាបាទហើយអាមួយទៀតនោះគឺនៅកន្លែងនេះអាកន្លែង CVV នេះ CVV នេះគឺលេខផុតកណត់បងប្អូនលេខផុតកណត់របស់ PayPal លេខផុតកណត់របស់កាតអាលេខ3ខ្ទង់ខាងក្រោយជាស្រ័យច្រឡំលេខផុតកណត់លេខ3ខ្ទង់ដែលនៅខាងក្រោយកាតអញ្ចឹងបងប្អូនមាន Visa card បងប្អូនគាត់ដឹងហើយអញ្ចឹងនៅពេលបងប្អូនដាក់លេខកូដ3ខ្ទង់នឹងហើយបងប្អូនចុចកន្លែង link card នេះមកបាទចុច link card នេះមកគឺវានឹងបានជោគជ័យហើយវានឹងកាត់លុយក្នុង Visa card របស់យើងចំនួន$1បើតាមខ្ញុំធ្លាប់ភ្ជាប់គឺដូចជា$1.85អ្នកទាំងអស់គ្នាបាទ$1.85ឬក៏$1.95ខ្ញុំចោតបានហើយរឿងយូរដែរអញ្ចឹងវាអាចនឹងចន្លោះប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាបាទអញ្ចឹងបងប្អូនមុននឹងភ្ជាប់ Visa card បងប្អូនត្រូវតែមានលុយក្នុងការសិនដើម្បីកុំឲ្យខូចកាតយើងអញ្ចឹងណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាទពីរបៀបការភ្ជាប់បើសិនជាគ្នាយើងគាត់មានចង្អល់អ្វីបន្ថែមទៀតគ្នាយើងអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូអញ្ចឹងណាបាទហើយចំពោះគ្នាយើងដែលគាត់អត់ទាន់ចេះផ្ទេរលុយអីក៏អាច comment សួរបានខ្ញុំនឹងធ្វើបង្ហាញគ្នាយើងបន្ថែមទៀតប៉ុន្តែខ្ញុំគិតថាគ្នាយើងវត្តចេះហើយអញ្ចឹងណាបាទអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយ